អ្នកដែលឯកានៅក្នុងសង្គមយើងនេះពិតប្រាកដណាមិនមែនជាមនុស្សដែលគ្មានស្នេហាទេតែអ្នកដែលឯកាបំផុតនៅក្នុងសង្គមយើងនេះគឺជាមនុស្សម្នាក់ដែលខិតខំប្រឹងប្រែងធ្វើការងារសពបែបយ៉ាងដើម្បីតែគ្រួសាររបស់ខ្លួនឯងបើយើងនិយាយឲ្យងាយស្ដាប់ទៅគឺជាមនុស្សម្នាក់ដែលជាបង្គោលនៅក្នុងគ្រួសារនិយាយរួមទៅគឺសមាជិកគ្រួសារទាំងអស់ហ្នឹងគឺពឹងផ្អែកទៅលើគាត់តែម្នាក់គត់ហើយបងប្អូនដែលកំពុងតែទស្សនាវីដេអូមួយនេះក៏អាច comment បានដែរបើសិនសាច់រឿងមួយហ្នឹងវាស្តៀងជាមួយនឹងសាច់រឿងរបស់បងប្អូនមនុស្សម្នាក់ដែលមានទំនួលខុសត្រូវច្រើននៅក្នុងគ្រួសាររាប់តាំងពីការចំណាយថ្លៃទឹកថ្លៃភ្លើងថ្លៃម្ហូបអាហារថ្លៃការហូបចុកផ្សេងៗហើយពេលខ្លះសមាជិកម្នាក់ហ្នឹងជាបង្គោលគ្រួសារហ្នឹងត្រូវរ៉ាប់រងនៅក្នុងការដោះស្រាយបំណុលទៀតផងបើសិនជាគ្រួសារហ្នឹងមានជំពាក់បំណុលគេមនុស្សដែលជាបង្គោលគ្រួសារអាចជាឪពុកអាចជាម្ដាយឬក៏អាចជាកូនច្បងណាមួយនៅក្នុងគ្រួសាររបស់យើងហ្នឹងដែលគាត់កំពុងតែរស់នៅក្នុងភាពលាក់បាំងមានន័យថាគាត់ហត់នឿយគាត់អត់អាចសម្រាកបានគាត់ត្រូវការបង្ហាញនៅភាពរឹងមាំរបស់គាត់ទៅកាន់គ្រួសារដើម្បីឲ្យគ្រួសារមើលឃើញថាគាត់ជាមនុស្សម្នាក់ដែលរឹងមាំអាចជួយទំនុកបំរុងទៅលើគ្រួសារបានហើយមនុស្សទាំងអស់ហ្នឹងចូលចិត្តរស់នៅក្នុងភាពលាក់អារម្មណ៍ណាស់នៅកន្លែងការងារអាចមានសម្ពាធអាច stress ច្រើនបានប៉ុន្តែពេលដែលគាត់មកដល់ផ្ទះគាត់អត់អាចបង្ហាញនៅភាព stress ភាពខ្សោយរបស់គាត់បាក់ចិត្តរបស់គាត់នឹងបានទេគាត់មានតែការញញឹមដើម្បីឲ្យគ្រួសាររបស់គាត់កុំឲ្យមានការបារម្ភទៅលើគាត់អីហើយពេលខ្លះទៀតគឺគាត់អត់មានពេលវេលាគ្រប់គ្រាន់ដើម្បីមើលថែខ្លួនឯងឬក៏ការយកចិត្តទុកដាក់មកលើខ្លួនឯងទេពេលវេលារបស់គាត់ទាំងអស់គឺមានតែការខិតខំប្រឹងប្រែងធ្វើការងារដើម្បីបំពេញយ៉ាងណាទទួលបានចំណូលកាន់តែច្រើនហើយផ្គត់ផ្គង់ទៅលើគ្រួសាររបស់គាត់បើទោះបីជាយើងមើលឃើញថាគាត់ជាមនុស្សរឹងមាំយ៉ាងណាក៏ដោយប៉ុន្តែអ្វីដែលជាក់ស្ដែងទៅគឺគាត់មិនមែនជាមនុស្សដែលរឹងមាំទេគឺគាត់គ្រាន់តែធ្វើគ្រប់យ៉ាងដើម្បីតែគ្រួសាររបស់គាត់តែប៉ុណ្ណោះហើយពេលខ្លះទៅក៏គាត់មានអារម្មណ៍ថាអន់ចិត្តដែរអន់ចិត្តនៅពេលដែលមិត្តភ័ក្តិមកសេរីគាត់មកចំនួនគាត់ទាំងអស់ហ្នឹងគាត់សម្លឹងឃើញថាមិត្តភ័ក្តិផ្សេងទៀតគឺគេមានជីវិតល្អប្រសើរអ្នកខ្លះបានទៅដើរលេងក្រៅប្រទេសអ្នកខ្លះទិញឡានអ្នកខ្លះទិញម៉ូតូទិញដីទិញផ្ទះអីចឹងទៅវាគឺជាភាពជោគជ័យរបស់គេហើយគាត់ចាប់ផ្ដើមយកមកប្រៀបធៀបយកមកមើលទៅគឺធ្វើឲ្យគាត់នឹងកាន់តែពិបាកចិត្តបន្ថែមទៀតអានេះគឺជាអ្វីដែលគាត់តែងតែជួបនឹងរងសម្ពាធអញ្ចឹងនៅក្នុងវីដេអូនេះបើសិនជាបងប្អូនមើលមកដល់ត្រង់ចំណុចនេះគួរតែត្រឡប់ទៅគិតវិញថាតើគ្រួសាររបស់យើងអ្នកណាដែលជាអ្នកផ្គត់ផ្គង់រកចំណូលដើម្បីគ្រួសាររបស់យើងឬក៏ហៅបានថាមនុស្សម្នាក់ដែលជាបង្គោលគ្រួសារនឹងឯងគួរតែយកចិត្តទុកដាក់ជាមួយគាត់លើកទឹកចិត្តគាត់សួរនាំគាត់ថាថ្ងៃនេះហត់អត់លំបាកអត់អាសាខលអាសាសួរនាំបើសិនជានៅឆ្ងាយហើយបើសិនជានៅចិត្តយើងគួរតែលើកទឹកចិត្តគាត់ទៅព្រោះគាត់កំពុងតែរស់នៅក្នុងភាពឯកាមួយដែលផ្ដាច់ចេញអំពីគ្រួសារលាក់បាំងទាំងអារម្មណ៍របស់ខ្លួនឯងលាក់បាំងទាំងភាពឈឺចាប់ហើយមួយទៀតគឺគាត់អត់សូវមានពេលវេលាសម្រាប់ខ្លួនឯងទេអញ្ចឹងបងប្អូនគួរតែគិតទៅលើចំណុចនេះដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់កូនណាដែលបន្ទោម៉ែឪហ្នឹងគ្មានកំណើតទេអត់ទទួលស្គាល់ការពិតអត់ខិតខំប្រឹងប្រែងគ្មានសរសៃប្រឹងទេបកែខាងបន្ទោម៉ែឪក្រអត់មានលុយឲ្យរៀនអត់មានដើមទុនឲ្យរកស៊ីគេអ្នកមានគេផ្សេងមនុស្សដែលមានកំណើតពិតប្រាកដម៉ែឪក្រលហៀមលហាមយ៉ាងណាក៏ដោយគេមានគូក្បាលមួយដែរគេនឹងខិតខំប្រឹងប្រែងគ្រាន់តែថាវាពិបាកបន្តិចវាយឺតតិចតែគាត់នៅតែអាចធ្វើបានពីព្រោះវាមានសរសៃប្រឹងចេះបានយើងឃើញថាក្នុងគ្រួសារដែលលំបាកយ៉ាប់យ៉ឺនយើងតែងតែឃើញមានកូនផុសឡើងខ្លាចជាអុកញ៉ាមហាសេដ្ឋីឬក៏ឯកឧត្តមនោះគឺកូនអត់បន្ទោម៉ែឪតែកូនណាដែលបន្ទោម៉ែឪទោះក្នុងគ្រួសារមហាសេដ្ឋីឯកឧត្តមក៏ដោយក្រក៏ដោយវាលាយនរកអត់ឡើងលើបានទេមានតែសាយណាប្រឹងទៀតបានតែខាងបន្ទោគំនិតអវិជ្ជមានមើលឃើញអ្វីៗអាក្រក់ទាំងអស់អញ្ចឹងអារម្មណ៍អាក្រក់គិតអាក្រក់ការចាប់ផ្ដើមអត់មាននឹងវាអាក្រក់កើតឡើង